ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបធ្វើ snow ពងទាប្រៃទុកសម្រាប់ធ្វើនំចំពោះគ្រឿងផ្សំបងប្អូនអាចមើលនៅក្នុងវីដេអូតោះកុំឲ្យខាតពេលយូរយើងទៅធ្វើទាំងអស់គ្នាជាដំបូងយើងយកប្រភេទម្សៅនិងគ្រីមដាក់ចូលគ្នារួចកូរឲ្យក្លាយជាល្បាយបន្ទាប់ពីកូរបានសព្វល្អហើយយើងដាក់ពងមាន់ចូលនិងស្ករសចូលរួចយើងកូរវាឲ្យសព្វរួចយើងយកល្បាយនោះនិងពងទាប្រៃដែលយើងបានកិនហើយយកដាក់ចូលក្នុងឆ្នាំងឬខ្ទះបន្ទាប់មកយើងយកទៅកូរនៅលើភ្លើងកូររហូតឲ្យឆ្អិនល្អហើយសម្រាប់ខ្ទះដែលយើងប្រើគឺយើងប្រើខ្ទះដែលមានកម្រាស់ក្រាស់ដើម្បីកុំឲ្យវាឆាប់ខ្លោចបានពេលដែលកូរឆ្អិនល្អនៅក្នុងវីដេអូនេះហើយយើងដាក់ប៊ឺចូលហើយយើងកូររហូតរលាយប៊ឺក្រោយពីកូររលាយប៊ឺហើយយើងអាចលើកដាក់ចុះពីលើចង្ក្រានហើយបន្តកូររហូតដល់ស្អិតល្មុតល្អជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលា